អ្នកទាំងអស់គ្នាប្រហែលជាអត់ដែលចាប់អារម្មណ៍តម្លៃបង្វិលយក Skin Legend ទាំងពីរនេះទេតម្លៃបង្វិលពីរហ្នឹងមានចំណេញមានខាតណាហើយមុនទៅកណនីឲ្យអ្នកទាំងអស់គ្នាមើលបើអ្នកទាំងអស់គ្នាមានតម្រូវការដាក់ដុំខៀវខៀវកុំភ្លេចជាមួយនឹង website innotion.com ធានាទាំងសេវាកម្មនិងតម្លៃ link website ខ្ញុំដាក់នៅក្រោម profile របស់ខ្ញុំ bio ក្នុង profile ណាក៏ឥឡូវមកកណនីទាំងអស់គ្នាដោយប្រើរូបមន្ត x ស្មើ0អូនស្មើអីស្មើទៅមិនបាច់កលាស់ទេនេះនៅពេលដែលមាន discount 20%ហ្នឹងបង្វិលម្ដងហ្នឹងគឺអស់48អាខៀវចុះបើយើងយក48គុណនឹង5វាអស់ប្រហែលមិនអស់240ចុះបើយើងបង្វិលអាម្ដង5នេះ5ដងអស់តែ216ហ្នឹងមិនចំណេញទាំងពេលវេលាចំណេញទាំងអាខៀវហើយ5ដងយើងមិនចំណេញ20អាខៀវជាងអញ្ចឹង20អាខៀវហ្នឹងយើងយកទៅធ្វើអីចំណេញទៀតនេះមកបើកប្រអប់សម្រាប់ Starline នេះមកស្រួលមិនស្រួលអស់តែ10អាខៀវហ្នឹងបាន Starline កាតមួយបាត់ហើយដោយសារតែមានការ discount 20%ហ្នឹងខ្ញុំក៏មកប្រហើយឲ្យគ្រប់200,000ទៅដើម្បីដូរ Skin Legend ណាតែអត់ទាន់បានដូរទេថាត្រូវដូរ Skin អីអញ្ចឹងក៏មកធ្វើវីដេអូនេះឡើងចែកម្លែកទៅកាន់គ្នាយើងទៅពេលខ្លះក៏គ្នាយើងក៏គាត់អត់ចាប់អារម្មណ៍ថាបង្វិលមួយឬក៏បង្វិលម្ដង5ហ្នឹងតម្លៃស្មើគ្នាតាមពិតគឺអត់ទេគឺតម្លៃវារៀងខុសគ្នាហើយកន្លែងនេះខ្ញុំសល់23ដងទៀតដើម្បីបាន200,000ណាប៉ុន្តែខ្ញុំបើក5ដងហ្នឹងអស់តែ3ដងទេគឺអស់15ដងហ្នឹងគឺចូលបានអាគ្រាប់ Legend មួយឯអ្នកទាំងអស់គ្នាអញ្ចឹងពេលខ្លះ5ដងវាលោតវាចំណេញជាងបើកមួយហ្នឹងទៀតអញ្ចឹងវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរហើយសង្ឃឹមថាគ្នាយើងបានឃើញវីដេអូនេះមិនចិត្តកំណាញ់ណា like មួយ share វីដេអូនេះមួយ report វីដេអូនេះមួយនិង follow account ខ្ញុំម្នាក់មួយផងហើយសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូចំណេះដឹងក្រោយទៀត